ពីមុនមកមនោសុខភាពយើងក៏មានកន្លែងដាក់ទឹកសុទ្ធឲ្យគាត់ញ៉ាំដែរក៏ប៉ុន្តែវាមិនឆ្លើយតបទៅនឹងតម្រូវការពួកគាត់ទេដូច្នេះហើយយើងក៏នឹកឃើញដល់ប្រព័ន្ធចម្រោះទឹកដែលអាចផលិតនៅក្នុងមណ្ឌលសុខភាពហើយអ្នកជំងឺអាចយកប្រើប្រាស់បានដោយមិនចាំបាច់ចំណាយថវិកាជាពិសេសគឺមិនថាយប់ឬក៏ថ្ងៃទេងាយស្រួលក្នុងការយកនៅពេលដែលយើងមានប្រព័ន្ធទឹកបែបនេះជួយមកផ្នែកទៅលើការចំណាយរបស់គាត់ជួយក្នុងការងារកាត់បន្ថយនៅផ្លាស្ទិកនៅក្នុងតំបន់របស់យើងដូចគ្នាដែរពេលមកចេះមកដេក 4-5 យប់ចេះទិញ 4-5 យួរអីមួយយួរ 3,000 អស់10000ជាងអីដែរពេលមានទឹកទៅបាក់ចំណាយទិញទឹកទិញអីទិញតែបាយហូបទឹកយើងនេះវាស្អាតអនាម័យហើយរសជាតិឆ្ងាញ់ពីមុនមកក៏ទិញទឹកគេឯងប៉ុន្តែសំចៃអាណាទិញបាយអាណាទិញទឹកណាលោកគ្រូដល់ពេលនេះលោកគ្រូជួយទឹកទៅខ្ញុំអរគុណលោកគ្រូច្រើនស្រួលពេលខ្ញុំប្រើមកខ្ញុំទិញតែ10គេមួយមកទៅពេលប្រើខ្ញុំដាក់ទឹកយកទៅផឹកខ្ញុំមិនបាក់អុយបើថាត្រូវការអស់ទឹកមកភ្លឺជ្រេញលោកគ្រូខ្ញុំទទួលបានក្រេសម្រាប់ថ្មីពីអង្គការ Plan ចំពោះការផ្លាស់ប្ដូរក្រេថ្មីហ្នឹងគឺវាមានងាយស្រួលក្នុងការសម្រាលចំពោះស្ត្រីវាធំទូលាយផងវាមានមុខងារច្រើនសម្រាប់យើងឲ្យចោះឬមួយកន្ឡើងតាមយើងក្នុងការយើងប្រើប្រាស់ចាហើយមិនត្រឹមបានតែសម្រាលទេយើងអាចពិនិត្យមើលអេកូពិនិត្យមើលរោគស្ត្រីផ្សេងៗកាមរោគអីផ្សេងៗបានចាក្រៅពីហ្នឹងយើងទទួលបានក្រេបណ្ឌិតជំងឺដែលអង្គការ Plan បានផ្ដល់ដែរឃើញថាមានភាពងាយស្រួលដើម្បីយើងផ្ដល់សេវាជាពិសេសនៅពេលដែលយើងផ្ដល់ប្រឹក្សានិងបណ្ឌិតអង្គការ Plan ក៏បានផ្ដល់នៅសម្ភារៈជារថយន្តរុញសម្រាប់ទៅលើជនដែលមានពិការភាពគាត់ឬក៏ជនចាស់ជរាស្ត្រីមានផ្ទៃពោះដែលគាត់ពិបាកធ្វើដំណើរនៅក្នុងកន្លែងផ្ដល់សេវាយើងប្រើជារថយន្តរុញដែលអង្គការ Plan ផ្ដល់ជូនហ្នឹងជាជំហានទី3អង្គការ Plan ក៏បានជួសជុលផ្ទះបាយរបស់អ្នកជំងឺនៅពេលដែលយើងជួសជុលផ្ទះបាយនេះរួចប្រជាពលរដ្ឋដែលគាត់មកប្រើប្រាស់សេវាជាពិសេសគឺផ្នែកសម្រាប់ពេទ្យគាត់អាចចម្អិនម្ហូបអាហារញ៉ាំដោយខ្លួនឯងគាត់មានកន្លែងអង្គុយសម្រាប់ញ៉ាំបាយបានសមរម្យផ្ដល់ភាពងាយស្រួលជាងបច្ចុប្បន្ននេះតពីបានប្រព័ន្ធទឹកស្អាតយើងក៏បានទទួលដូចជាក្រេសម្រាប់ពេទ្យក្រេកូនងាម៉ាស៊ីនសម្ងួតសម្ភារៈហើយនិងក្រេសម្រាប់ទទួលអ្នកជំងឺមួយទៀតក្រោយពីទទួលបានឃើញថាជួយសម្រួលច្រើនក្នុងមណ្ឌលសុខភាពជួយអ្នកជំងឺសម្រាប់ទៅក៏គាត់មានផាសុខភាពដែរហើយមួយវិញទៀតចំពោះម៉ាស៊ីនសម្ងួតសម្ភារៈរបស់យើងពីមុនយើងត្រូវការចំណាយពេលយូរដើម្បីសម្ងួតសម្ភារៈធ្វើឲ្យសម្ភារៈស្អាតតែដល់ពេលចាត់ពីយើងមានសម្ភារៈ sterile បែបយើងប្រើភ្លើងហ្នឹងយើងវាចំណេញច្រើនបាទតាំងនេះមកប្រជាពលរដ្ឋដែលមកប្រើប្រាស់សេវាសុខភាពនៅមណ្ឌលសុខភាពយើងខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកូរ៉េតាមរយៈអង្គការ Plan ដែលបានផ្ដល់នៅជំនួយសប្បុរសធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដើម្បីជួយដល់ប្រជាពលរដ្ឋក៏ដូចជាការផ្ដល់សេវាសុខភាពរបស់យើងឲ្យមានគុណភាពនិងមាននិរន្តរភាពបានយូរអង្វែងពួកយើងខ្ញុំនឹងបដិញ្ញាចិត្តថានឹងប្រើប្រាស់សម្ភារៈដែលគាត់បានផ្ដល់ឲ្យនឹងឲ្យគង់វង្សយូរអង្វែងហើយមួយទៀតនឹងធ្វើឲ្យប្រជាជននៅទីនេះទទួលបានសេវាកាន់តែមានប្រសិទ្ធភាពនិងគុណភាព